នេះមកសម្រាប់ការប្រើប្រាស់ SOC យើងចង់កំណត់អាគុយដែលទុកប្រើប្រាស់ក្នុងឡានហ្នឹង SOC ឥឡូវខ្ញុំនិយាយពី EV សុទ្ធសិនពេលដែលឡានយើងសាក150គីឡូពេញហ្នឹងណា100%ហ្នឹងហើយយើង select យក EV ហ្នឹងបានន័យថាយើងរត់អគ្គិសនីសុទ្ធ100%គឺវាអត់ពាក់ព័ន្ធនឹងការដែលយើងកំណត់ SOC នឹងទេយើងចូលកន្លែងថ្មនេះមកនេះវាអត់ពាក់ព័ន្ធនឹងទេវាអត់ពាក់ព័ន្ធនឹងការកំណត់ SOC នឹងទេ EV គឺវារត់រហូតតទៅអស់ថ្មនៅសល់ប្រហែលជា 16% ថ្មវាហ្នឹង 100% ហ្នឹងរហូតទៅដល់ 16% ទៅម៉ាស៊ីនវាឆេះហើយវាអត់មានពាក់ព័ន្ធជាមួយនឹងការកំណត់ SOC ដែលយើងកំណត់នឹងទេអាហ្នឹង EV ដែលយើងរត់ EV សុទ្ធវាអត់ពាក់ព័ន្ធគ្នាទេឥឡូវយើងមកមើលការកំណត់ SOC ពេលដែលយើងប្រើHEV យើងចុច HEV HEV យើងចូលថ្មនេះមកការកំណត់ SOC ហ្នឹងបានន័យថាយើងទុកថាមពលសម្រាប់ប្រើប្រាស់ទុកថាមពលតម្រូវសារនៅពេលដែលឡានវារត់វានឹងសាកថ្មចូលទៅក្នុងអាគុយវិញពេលណាដែលយើងប្រើ EV off វាចាប់ផ្ដើមយើងប្រើអគ្គិសនីអស់ចឹងទៅសល់ 16% ទៀតសល់ 16% ដល់ហើយវាលោតចូលសាំងវានឹងសាកចូលអាគុយវិញតាមដែលយើងកំណត់ SOC នេះបងនេះតាមកំណត់ដែលយើង SOC យើងទាញមកធ្វើ30-40% វាសាកឲ្យយើងបានតែ 40% ទេហើយវាឈប់ហើយពេលណាដែលយើងទាញវាដល់ 50% 60% វាសាកត្រឹម 60% ទេអាហ្នឹងសេចយើងកំណត់ទេយើងចង់បានអាគុយធ្វើបានគឺសាកត្រឹមហ្នឹងពេលណាដែលយើងទាញបាន 70% វាសាកឲ្យយើង 70% ប្រូក្រាមវាសាកឲ្យយើង 70% បានន័យថាSOC នេះគឺជាការកំណត់របស់អ្នកប្រើប្រាស់ចង់ផ្ទុកអាគុយប្រមាណសម្រាប់ប្រើប្រាស់ឧទាហរណ៍ពួក option file អញ្ចឹងវាត្រូវការភ្លើងនេះដើម្បីទាញភ្លើងចេញអញ្ចឹងទៅតំបន់ព្រៃភ្នំអញ្ចឹងយកភ្លើងប្រើយើងទៅឆ្ងាយតែភាគច្រើនគឺត្រូវទាញ70នឹងទុកចឹងហ្មងដើម្បីពេលយើងរត់ទៅសាំងទៅវាសាកឲ្យបាន70យើងសនុកប្រើប្រាស់អគ្គិសនីវិញពេលដែលយើងឧទាហរណ៍យើងទៅព្រៃភ្នំអញ្ចឹងទៅត្រូវការភ្លើងប្រើទៅ option file វាមានយកទាញភ្លើងចេញបើ option 4 អត់មានទេហើយពេលយើងចេញពីខេត្តមកពេញវិញក៏ចឹងដែរយើងទាញវាឡើង70មកដើម្បីទុកពេលយើងប្រើមកដល់ពេញទៅវាស្ទះយើងប្រើអគ្គិសនីសុទ្ធវិញយើងដូរទៅ EV វិញណែយើងដូរទៅ EV មកអាគុយយើងមាន 70% ហើយអាគុយយើងមាន 70% យើងប្រើ EV មកយើងបាច់ចាំបញ្ឆេះម៉ាស៊ីននាំអស់សាំងទេអានោះវាចឹងអានោះសម្រាប់កំណត់ SOC ហើយបើយើងថាឧទាហរណ៍ថាយើងចង់រត់សាំងសុទ្ធតើអាគុយនឹង 70% អាគុយយើងមាន 70% ហើយឧទាហរណ៍ថាយើងទាញវាមកអស់ទាញមកសល់ 20% ឡានហ្នឹងគឺយើងរត់សាំងសុទ្ធហើយអាគុយ
70% nó 70% lại tại dương bạch thôi chẳng thế dương bạch chơi chẳng thế coi dương miền 70% dương nấu được 70% để sai vì viên phang sân pi nè sầm ép để dương rót bật đá xạ bật đá vì để xa coi dương để phang sân này chẳng bây dương nè mình đặt thì power protect nè vì cá pi vì để xa mò dương tục bây dương rót 70% គឺ 70%ដែរវាយើងសេតមកប៉ុណ្ណឹងហើយនឹងអាទូនាទីវាគឺវារត់ដោយ hybrid ចឹងពី3% ស៊ីថ្មពី3% លោតទៅសាំងឆ្លាស់គ្នាទៅវិញទៅមកសាកបញ្ចូលពេញពេលវាផាអស់ពី3% សិនវាចាប់ដើមឆេះសាកទៅវិញថ្មនោះគឺនៅ 70% ដដែលយើងមិនបាច់ទាញវា SOC មក 20% បាច់ទៅទាញទេអត់មានទៅពាក់ព័ន្ធណានោះទេសំខាន់នឹងទាញវាឲ្យពេញមកដើម្បីទុកថ្មប្រើហត់ផ្លូវឆ្ងាយហត់អីហើយមួយទៀត intelligent នេះគឺទូនាទីវាសាកថ្មដូចគ្នាតែសាកថ្មខុសដោយសារអីដោយសារពេលយើងរត់វាឧមាថាវារត់ឆ្លាស់មួយអគុយស៊ីអគុយហើយមួយម៉ាស៊ីនវាស៊ីអគុយអស់ 7-8% វាលោតទៅសាំងពេលដែលវារត់សាំងនោះវាសាកទៅវិញដើម្បីពេញគ្រប់ 70% នេះដល់ដល់វាសាកឡើង 70% វិញវាកូពេវារត់អគ្គិសនីអស់ 7-8% វិញ 7-8% វិញវាលោតទៅសាំងវិញខ្លួនឯងវាអាហ្នឹងតួនាទីវាចឹងបើតួនាទីអានេះអត់ទេខុសគ្នាបន្តិចតួនាទីអានេះវាពី3%ទេស៊ីអគ្គិសនីពី 3% ស៊ីសាំងពី 3% វារត់ឆ្លាស់គ្នាអាហ្នឹងតួនាទីវាប៉ុណ្ណឹងហើយភាគច្រើនគឺអាគុយយើងភាគច្រើនទាញទុកយ៉ាងហោចណាស់ក៏បាន 50% ប្រើដែរទាញវាទៅ 50% 60% 70% ទុកសម្រាប់ប្រើប្រាស់ពេលយើងស្ទះផ្លូវស្ទះអីហើយរឿងដែលថាទាញមក 20% បាច់ទាញទេអាហ្នឹងទាញមកអញ្ចឹងបើតាមបទពិសោធន៍ខ្ញុំបើកបរគឺបើឯងចង់រត់សាំងសុតទាញទៅអាហ្នឹងទាញទៅវាអត់មានទៅសាកចូលថ្មទេគឺវារត់ទៅសាំងសុតហ្នឹងទៅបើឯងចង់រត់សាំងសុតទាញមក 20% វាសាំងសុតហើយវាអត់លេងបញ្ចូលថ្មវាលេងរវីរវល់មួយថ្មហើយតែបើឯងទាញវាឡើងលើគឺទូនាទីវាគឺសាកថ្មបើឯងកំណត់ធ្វើម៉ានវាសាកធ្វើដឹងហើយវាមានអាពីរហ្នឹងដូចខ្ញុំនិយាយខាងលើអញ្ចឹងទូនាទីវាមានប៉ុណ្ណឹងអានេះខ្ញុំឆ្លេះប៉ុណ្ណឹងសិនគាត់មកឲ្យវីដេអូវែងពេក